ថ្ងៃវីដេអូនេះគឺសូមទៅឆ្លើយតបជាមួយនឹងបងប្រុសឬក៏ប្អូនប្រុសទេដែលគាត់បានសួរមកថាតើក្នុងការចូលទៅលុបនៅគេហៅថាការទៅលេងនៅគេហៅថា website ផ្សេងនៅក្នុងទូរស័ព្ទរបស់យើងហ្នឹងក្នុងការលុបក្នុងទូរស័ព្ទ Oppo ហ្នឹងតើយើងអាចលុបបានទេបាទឥឡូវនេះខ្ញុំគឺសូមឆ្លើយតបបងប្រុសឬក៏ប្អូនប្រុសដែលគាត់បានសួរមកហ្នឹងគឺក្នុងការលុបហ្នឹងគឺមិនមានតាក់ទងជាមួយនឹងទូរស័ព្ទអីទេបាទដោយសារអីដោយសារតែក្នុងការដែលយើងទៅលេងនៅគេហៅថា website ផ្សេងៗហ្នឹងគឺយើងចូលទៅលេងក្នុងកម្មវិធីជ្រោមដូច្នេះហើយកម្មវិធីជ្រោមហ្នឹងក្នុងទូរស័ព្ទណាក៏មានដែរមិនថា Android ឬក៏គេហៅថាទូរស័ព្ទ iPhone ក៏មានដែរបាទមិនទាំងអស់គ្នាបាទអញ្ចឹងហើយយើងកុំឲ្យយឺតពេលយូរតើយើងចូលទៅមើលនឹងវិធីលុបក្នុងទូរស័ព្ទ Oppo ដើម្បីឲ្យបងប្រុសឬក៏បងប្រុសនឹងមើលទាំងអស់គ្នានេះគឺជាទូរស័ព្ទ Oppo គេហៅថា Oppo Reno 12 Pro បាទហ្នឹងហើយបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាបាទហ្នឹងហើយក្នុងការដែលយើងចូលទៅលុបហ្នឹងគឺយើងចូលមកក្នុងកម្មវិធីជ្រោមនេះមកបាទហើយក៏បន្តមកទៀតគឺយើងមើលមកចំត្រង់កន្លែង3ចុចនេះណាបាទចុច3ខាងលើនេះបាទហើយក៏បន្តមកទៀតគឺយើងមើលមកចំត្រង់កន្លែងទៀតថាប្រវត្តិយើងចុចមកបាទហ្នឹងហើយនេះគឺជាប្រវត្តិដែលយើងចូលទៅលេងទាំងអស់ដោយសារតែយើងចូលយូរទៅយើងមិនសូវបានលុបវាដូច្នេះហើយវាធ្វើឲ្យគេហៅថាទូរស័ព្ទរបស់យើងកាន់តែធ្ងន់បាទមិត្តទាំងអស់គ្នាបើអញ្ចឹងយើងឧទាហរណ៍ថាយើងត្រូវការលុបណាមិត្តទាំងអស់គ្នាក្នុងការលុបយើងអាចលុបហ្នឹងគឺយើងមាន2វិធីបើសិនជាយើងចង់លុបម្ដងមួយយើងធ្វើការចុចចំកន្លែងនេះមកបាទហ្នឹងហើយចុចលុបម្ដងមួយនេះមកបាទនេះបែបនេះគឺយើងលុបម្ដងមួយណាបាទហ្នឹងហើយក៏ប៉ុន្តែបែបនេះវាដូចជាយឺតណាស់បាទបើអញ្ចឹងយើងធ្វើការមើលមកខាងលើយើងធ្វើការលុបឲ្យអស់បាទលុបឲ្យអស់គឺយើងមើលមកខាងលើចំត្រង់កន្លែងពាក្យថាលុបទិន្នន័យរុករកបាទចុចមកបាទហើយក៏បងប្អូនមើលចំត្រង់កន្លែងខាងនេះណាបាទហ្នឹងហើយហើយក៏បងប្អូនមើលចុចកន្លែងនេះបាទជួនកាលវាលោតមកត្រឹមតែ15នាទីគេហៅថា15នាទីចុងក្រោយបាទបើអញ្ចឹងយើងកុំជ្រើសបែបហ្នឹងគឺយើងធ្វើការជ្រើសគ្រប់ពេលបាទគ្រប់ពេលត្រង់ចំណុចនេះគ្រប់ពេលនេះហើយបន្ទាប់មកគឺយើងអាចធ្វើការមើលមកខាងក្រោមបាទមើលខាងក្រោមត្រង់កន្លែងនេះត្រង់ចំណុចនេះបងប្អូនអាចធ្វើការចុចគ្រីសបើសិនជាមិនគ្រីសទេគឺយើងធ្វើការចុចគ្រីសអស់បាទគ្រីសឲ្យជាសញ្ញាត្រូវនេះបាទហើយក៏ត្រង់កន្លែងសញ្ញាកូនសោនេះគឺយើងមិនចាំបាច់គ្រីសទេបាទហ្នឹងហើយព្រោះយើងរក្សាទុកនៅគេហៅថា password ដែលយើងចូលទៅក្នុងហ្នឹងបាទហើយក៏បន្ទាប់ពីយើងធ្វើការគ្រីសរួចហើយយើងមើលមកចំត្រង់កន្លែងនេះត្រង់កន្លែងពាក្យថាលុបទិន្នន័យបាទយើងធ្វើការលុបមកបាទបន្ទាប់មកទៀតយើងធ្វើការលុបទៀតមកបាទបែបនេះជាការស្រេចហើយបាទហ្នឹងហើយបន្ទាប់ពីយើងធ្វើការលុបរៀបរាល់ហើយមិនទាំងអស់គ្នាហ្នឹងហើយលុបបានទេទូរស័ព្ទខ្ញុំគិតថាទូរស័ព្ទណាក៏យើងអាចធ្វើការលុបបានដែរដូច្នេះហើយបើសិនជាយើងយូរយើងចូលទៅលុបម្ដងហ្នឹងគឺបងប្អូនទាំងអស់គ្នាដូច្នេះហើយទូរស័ព្ទរបស់យើងបើសិនជាវាសន្សំយូរទៅហ្នឹងគឺវាធ្វើឲ្យទូរស័ព្ទរបស់យើងហ្នឹងកាន់តែគេថាជាយឺតបាទបើអញ្ចឹងបើសិនជាយើងលុបហើយប្រហែលជាមានលឿនជាងមុនហើយមិត្តទាំងអស់គ្នាបាទអញ្ចឹងសូមផ្ញើដល់មិត្តយើងទាំងអស់គ្នាសូមជួយធ្វើការចុច follow ម្នាក់មួយផងបាទហ្នឹងហើយដើម្បីជួបគ្នានៅពេលក្រោយទៀតបាទ